Ok, so đâyទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំវីដេអូនេះខ្ញុំនឹងបរៀនអ្នកទាំងអស់គ្នាអំពីរបៀបដាក់លុយចូលទៅក្នុង Xnet របស់យើងទាំងអស់គ្នាជាដំបូងយើងចូលមកកាន់ deposit នេះបើសិនជាយើងមាន account ហើយសម្រាប់អ្នកដែលអត់ទាន់មាន Xnet account សម្រាប់ trade អ្នកទាំងអស់គ្នាធ្វើការចុច link នៅខាងក្រោមវីដេអូរបស់ខ្ញុំមកនឹងនាំអ្នកទាំងអស់គ្នាទៅកាន់កន្លែងនេះចុះឈ្មោះហើយខ្ញុំមានវីដេអូរបៀបចុះឈ្មោះនេះគ្នាអ្នកទាំងអស់គ្នាចុច deposit មកសម្រាប់ការដាក់លុយចូលតបអ្នកទៀតអ្នកទាំងអស់គ្នាធ្វើការរើស local bank ក៏បាន bank card ក៏បាននេះវាមាន option ជាច្រើនតែសម្រាប់ខ្ញុំប្រើជាមួយនឹង bank card ឥឡូវយើងចុចមកចូល bank card ដោយសារតែ bank card វាមានភាពងាយស្រួលជាងទាំងអស់គ្នាហើយកន្លែងនេះអូខេយើងចូលដល់ step របស់យើងហើយកន្លែង card number នេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នា card number នេះទាំងអស់គ្នា card number នេះ4000 1234នៅក្នុងកាតរបស់យើងយកមកពេញមកយើង copy មកពេញមកតែដូចក្នុង ABA អញ្ចឹងទៅហើយនេះកន្លែង card holder name នេះយើងត្រូវការនេះឈ្មោះហ្នឹងយើងដាក់ឲ្យដូចនៅក្នុង ABA របស់យើងទៅប្រសិទ្ធយើងជោគជ័យពេលដែលយើងដកឬក៏ដាក់ទៅវាដំណើរការកាត់លុយឬក៏បាញ់លុយយើងវិញអញ្ចឹងទៅហើយកន្លែង expiry date expiry date កន្លែងនេះទាំងអស់គ្នាយើងដាក់ការផុតកំណត់កាតរបស់យើង12/2020នេះអានេះវាផុតអានេះចូលជាការឧទាហរណ៍ទាំងអស់គ្នានៅក្នុងឧទាហរណ៍ដូចជាក្នុង ABA ទាំងអស់គ្នាវាមានដូចជា2027 2028ទៅតាមអ្នកទាំងអស់គ្នាបើកកាតហ្នឹងទៅតាមកាតសបនិមិត្តឬកាតបានតោះហ្នឹងទៅហើយនៅកន្លែង CVV ហើយ CVV ឬក៏ CVC នេះអ្នកទាំងអស់គ្នាចូលបើសិនជានៅក្នុង ABA វានឹងមានពាក្យថា so CVV បើជាខ្មែរបង្ហាញថា CVV អ្នកទាំងអស់គ្នាធ្វើការចុចទៅអ្នកទាំងអស់គ្នានឹងឃើញលេខកូដចំនួន4ខ្ទង់ឬក៏3ខ្ទង់នៅកន្លែងនេះអញ្ចឹងណានេះដូចខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងហើយអ្នកទាំងអស់គ្នាយកមកពេញកន្លែងហ្នឹងមកហើយកន្លែងនេះអ្នកទាំងអស់គ្នាធ្វើការដាក់ចំនួនទឹកប្រាក់ចាប់ពី$10ឡើងបើដាក់$5វាលូតក្រហមយើងដាក់បានទេចាប់ពី$10ឡើងទៅយើងដាក់បានហើយអ្នកនរគ្នាធ្វើការចុច continue មកបន្តមកទៀតយើងចុច continue ហើយ Xnet វានឹងធ្វើការផ្ញើសារមួយទៅកាន់ ABA អ្នកនរគ្នាគ្រាន់តែចុចចូលសារទៅហើយចុច confirm ទៅវានឹងធ្វើការកាត់លុយពីក្នុងកុងរបស់យើងហើយពីក្នុងកាតរបស់យើងទៅហើយអ្នកនរគ្នាចុច confirm ហើយវាកាត់លុយហើយវានឹងឃើញលុយរបស់យើងនៅក្នុងកន្លែង account របស់យើងហើយបើយើងអត់ឃើញយើងមាន account ច្រើនចុចដូរវាមកកន្លែងនេះអានេះគឺ demo account active អីចឹងទៅតាម account អ្នកទាំងអស់គ្នាទៅហើយវីដេអូក្រោយបើសិនជាអ្នកទាំងអស់គ្នាចង់បានរបៀបដកលុយឬក៏អត់យល់អំពីអ្វីទៀតអ្នកទាំងអស់គ្នាអាច comment ខាងក្រោមបានហើយវីដេអូនេះមានតែប៉ុណ្្នឹងទេ